ភេសជ្ជៈចំនួន6ប្រភេទដែលអាចបំផ្លាញតម្រងនោមរបស់អ្នកបន្តិចម្ដងដោយមិនដឹងខ្លួន ទី1 គឺសូដាដែលមានផ្ទុកជាតិស្ករនិងសារធាតុគីមីដែលអាចធ្វើឲ្យតម្រងនោមរបស់អ្នកធ្វើការធ្ងន់និងបង្កើនហានិភ័យនៃជំងឺ ទី2 ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់និងមានជាតិផ្អែមសិប្បនិម្មិតធ្វើឲ្យតម្រងនោមរបស់អ្នក stress និងបង្កើនសម្ពាធឈាម ទី3 គឺភេសជ្ជៈដែលមានជាតិអាល់កុលចាការញ៉ាំស្រាបៀរជាប្រចាំអាចធ្វើឲ្យអ្នកខ្សោះជាតិទឹកនិងបំផ្លាញមុខងារតម្រងនោម ទី4 គឺទឹកផ្លែឈើកំប៉ុងទឹកផ្លែឈើក្រដាសដែលគេវេចខ្ចប់មានជាតិស្ករច្រើនជាងទឹកផ្លែឈើស្រស់ដែលយើងគៀបដែលអាចនាំឲ្យកើតនៅជំងឺទឹកនោមផ្អែមនិងក្រលៀនផងដែរ ទី5 គឺ diet soda ជាតិផ្អែមសិប្បនិម្មិតដែលត្រូវបានផ្សារភ្ជាប់ទៅនឹងមុខងារការថយចុះនៃតម្រងនោមអ្នកទាំងអស់គ្នាឃើញគេដាក់ថា diet soda ចាទី6 ការញ៉ាំកាហ្វេច្រើនពេកកាហ្វេគឺល្អតែបើសិនជាយើងញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកអាចបង្កើនសម្ពាធឈាមនិងបណ្ដាលឲ្យមានគ្រោះតម្រងនោមសម្រាប់អាហារដែលយើងញ៉ាំប្រចាំថ្ងៃអ្វីក៏យើងអាចញ៉ាំបានដែរគ្រាន់តែយើងត្រូវគិតគូរពីសុខភាពហើយញ៉ាំនៅក្នុងបរិមាណមួយដែលទាបនិងចាំបាច់សម្រាប់